សួស្តីបងប្អូនឃើញនៅពីក្រោយខ្នងខ្ញុំនេះទេគឺថាអាកាសែតអាខៅសន English ហ្នឹងវាបានចុះថ្ងៃនេះខែ1ថ្ងៃ22 2026វាបានលើកឡើងថាប្រទេសកម្ពុជាមិនទទួលយកនៅការដែលវានិយាយថាប្រាសាទតាមាន់ register 8ដណ្ដប់ឆ្នាំមុនកម្ពុជាយើង independent ការចំនួនសម្ដេចតាបងប្អូនឥឡូវសួរវិញថាតើអ្នកណាគេព្រមបើសិនជាពួកអ្នកឯងសិតតែពួកភូតកុហកអ្នកឯងចង់លើកយកមកអ្វីមកនិយាយក៏ដោយក៏ប៉ុន្តែចំពោះប្រជាជនកម្ពុជាខ្ញុំក៏ជាប្រជាជនកម្ពុជាទស្សនៈខ្ញុំគឺខ្ញុំគិតថាអ្នកឯងនិយាយភូតកុហកអ្នកឯងនិយាយអត់ការពិតអ្នកឯងលាបពណ៌ទាំងស្រស់ណាហ្នឹងហើយហើយខ្ញុំកុំថាឡើយប្រទេសកម្ពុជាតែខ្ញុំជាប្រជាជនកម្ពុជាក៏ខ្ញុំមិនគ្រប់គ្រងនៅអ្វីដែលអ្នកឯងនិយាយនឹងដែរអ្នកឯងថាCambodian reject claim of course ពួកយើង rejected ពួកយើងមិនទទួលដាច់ខាតអ្នកឯងនិយាយអីក៏ដោយគឺសិទ្ធអ្នកឯងតែពួកយើងគឺមានសិទ្ធនៅក្នុងការ reject អ្វីដែលអ្នកឯងនិយាយអ្នកឯងគឺជាពួកបោកប្រាស់អ្នកឯងជាពួកចោលពួកយើងមិនទទួលដាច់ខាតបងប្អូន comment below ហើយជួយ share វីដេអូនេះទាំងអស់គ្នាដើម្បីចែករំលែកនៅក្រៅ comment ម្នាក់មួយមកក្នុងការគិតរបស់បងប្អូនក្នុងនាមជាកូនខ្មែរទាំងអស់គ្នា